unboxing សៀវភៅល្បែងខ្សែក្រហមពីគ្រីស្ថានបុកចាន់តែអរគ្នាថ្ងៃនេះយើងមក unboxing សៀវភៅថ្មីដែលទៅតែនឹងចេញពីខាងបុកចាន់មានចំណងជើងថាល្បែងខ្សែក្រហមដោយសារតែខាងគាត់ដូចជាអត់សូវមានសៀវភៅបែបរឿងខ្មោចរឿងរន្ធត់អីទេអានេះអាចហៅបានថាជាចំណងជើងទី1ហើយក្រៅពីសៀវភៅបែបស៊ើបអង្កេតរបស់រឿងបេសកកម្មម៉ាន់ម៉ូរ៉ាអញ្ចឹងយើងមកមើលទាំងអស់គ្នាថាសៀវភៅខ្សែក្រហមនេះមានអីគេខ្លះសៀវភៅលើកនេះគាត់ក៏បានបដូរការវេចខ្ចប់រូបរាងថ្មីដែរគឺបែបជាប្រអប់វិញក៏ប៉ុន្តែដោយសារតែអ្នកដឹកគាត់វារៀងខ្ទេចទៅខ្ញុំអត់អាចបង្ហាញប្រអប់ឲ្យអ្នកនរគ្នាមើលទាំងអស់ហើយដោយសារវារៀងខ្ទេចតែអញ្ចឹងយើងមកមើលតែសម្រាប់សៀវភៅសិនទៅយើងមកមើលទាំងអស់គ្នាថានៅក្នុងឈុតសៀវភៅល្បែងខ្សែក្រហមនេះមានអីគេខ្លះពេលបើកមកយកសៀវភៅចេញពីស្រាមមកគឺគេមានចងអំបោះក្រហមបែបនេះមកល្បែងខ្សែក្រហមខ្សែក្រហមត្រូវបានចងល្បែងនឹងចាប់ផ្ដើមសូមសរសេរបំណងប្រាថ្នារបស់អ្នកមុនពេលចាប់ផ្ដើមអានសៀវភៅអីក៏ក្រហមដែរក្រហមជាឈុតយើងបានស្នៀតសៀវភៅ2ដែរមានតួស្រីមួយហើយនិងតួរៀងខ្មោចតែដឹងបានពេលយប់ទៅខ្មោចឡងបាន3ហ្នឹងក៏ស្ទើរសៀវភៅរបស់គាត់លើកនេះរៀងស្ដើងដែរទេអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់អានរៀងខ្លីៗល្មមអីអាចយកសៀវភៅនេះអានបានក្នុងហ្នឹងគេមានគាត់ថាវារៀងប្លែកដែរដោយសារតែដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងគឺខាងគ្រីស្ថានគាត់អត់ដែលមានសៀវភៅបែបរឿងរន្ធត់អីអញ្ចឹងហើយមានតែបែបស៊ើបអង្កេតអាចកំបាំងអីអញ្ចឹងប៉ុន្តែដល់ពេលលើកនេះសៀវភៅរឿងរន្ធត់វាធ្វើឲ្យខ្ញុំចាប់អារម្មណ៍ដែរតែពីខ្ញុំអានសៀវភៅនេះចប់ខ្ញុំនឹងត្រឡប់មក review ប្រាប់អ្នកទាំងអស់គ្នាវិញថារសជាតិស្នាដៃបែបថ្មីរបស់ខាងគាត់ហ្នឹងមានរសជាតិបែបណាដែរ unboxing សៀវភៅល្បែងខ្សែក្រហមមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ